បងប្អូនអ្នកគ្នានៅក្នុងវីដេអូនេះខ្ញុំមាន motor ជ្រៀកឈើពីរ model មកបង្ហាញជូនបងប្អូនអ្នកគ្នាដែល model នេះគឺតម្លៃ200ជាងចំណែកឯ model នេះគឺតម្លៃ100ជាងអញ្ចឹងបងប្អូនអ្នកគ្នាអាចជ្រើសរើសបានរវាងទាំងពីរនេះតើតើជាមួយនឹងតម្លៃ200ជាងគឺមានលេខកូដ XS70 បងប្អូនអ្នកគ្នា XS70 នេះដាក់ផ្លែបានពីទំហំ185ក៏បាន190ក៏បានកម្លាំងវ៉ាត់រហូតដល់1600វ៉ាត់បងប្អូនអ្នកគ្នាហើយដៃកាន់គឺមានបាទកន្លែងនេះក៏បានកន្លែងនេះក៏បានឬក៏យើងអ្នកថាកាន់បានដៃទាំងពីរអញ្ចឹងណាបងប្អូនអ្នកគ្នាបាទចំណែកប្រភេទនេះវិញគឺលេខកូដ M 5801បាទ5801កម្លាំងវ៉ាត់គឺ1050វ៉ាត់បងប្អូនអ្នកគ្នាទំហំផ្លែបានតែមួយទេគឺបាទ185មីលីម៉ែត្របងប្អូនអ្នកគ្នាអញ្ចឹងបងប្អូនអ្នកគ្នាអាចជ្រើសរើសបានរវាងទាំងពីរនេះទាក់ទងជាមួយនឹងលេខកូដធ្យូងដែលប្រើប្រាស់ជាមួយនឹងម៉ូទ័រទាំងពីរក៏ដូចជាទេ303បាទ303ដូចគ្នាអញ្ចឹងធ្យូងគឺប្រើត្រូវគ្នាទាក់ទងជាមួយនឹងផ្លែមួយនេះគឺបាន185 190មួយនេះបានតែ185ទេបងប្អូនអ្នកគ្នាណាការសេរីមុំវិញបាទខាងមុខយើងអាចសេរីមុំបាន45ដូចគ្នាបាទគ្នាក៏ដូចគ្នាប៉ុន្តែតើតមួយបាតណាបាទបាតនេះជាប្រភេទបាតប្រទេសបែបនេះបាទហើយមួយនេះគឺបាតប្រទេសបែបនេះបងប្អូនអ្នកគ្នាអូខេតើតជាមួយនឹងចំណុចនេះគឺមានកន្លែងផ្លុំនេះកន្លែងនេះណាគឺខ្យល់ចេញតាមនេះមកផ្លុំកតិចនៅខាងមុខបាទស្អាតបានល្អនៅពេលដែលយើងមើលកំណុកអីក៏អាចងាយស្រួលដែរបងប្អូនអ្នកគ្នាណាតែប្រភេទនេះវិញគឺអត់មានទេបងប្អូនអ្នកគ្នាអញ្ចឹងបងប្អូនអ្នកគ្នាអាចជ្រើសរើសបានរវាងបាទលេខកូដM5801 និង XS7010ខ្ញុំមានប៉ុណ្ណឹងសូមអរគុណ